ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមករៀនធ្វើតែមេអំបៅបងប្អូនជាដំបូងយើងត្រូវដាក់ដោះគោ40យើងវាស់40ទៅអានោះយើងចង់បានយើងដាក់50បងប្អូនហើយទៅយើងវាស់ទឹកដូងប្រហែលជា120យើងដាក់100ហើយយើងវាស់ដាក់20ទៀតទៅបានទេបងប្អូនបើបងប្អូនចង់បានទឹកដូងច្រើនបងប្អូនដាក់130ឲ្យទៅបងប្អូនហើយទៅយើងកូរវាឲ្យសព្វទៅយើងដាក់ទឹកកកយើងចូលទឹកកកដាក់មកលៃមកហ្មងមកនេះបងប្អូនកុំដាក់កំពុងពេកចឹងយើងក្រកកាវរស់ហើយទៅយើងមកស្រោចតែមេអំបៅដាក់8ទៅ9បងប្អូនអាហ្នឹងតាមចំណូលចិត្តបងប្អូនបើបងប្អូនចង់ដាក់8ក៏បាន9ក៏បានតែសម្រាប់ខ្ញុំដាក់9ហើយទៅយើងនាំគ្នាមកវិចខ្ចប់ទៅយើងក៏មើលថាសំរុំអត់ប៉ុណ្ណឹងពណ៌អីចឹងណាបងប្អូនចាំវីដេអូក្រោយបាទខ្ញុំបង្ហាញពីរបៀបឆុងតែមេអំបៅចឹងណាបងប្អូនឥឡូវយើងមកភ្លក់បងប្អូនតើឆ្ងាញ់ឬក៏មិនឆ្ងាញ់អីចឹងណាអាហ្នឹងតែមេអំបៅដងក្អោបបងប្អូន